សួស្តីបាទបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាបាទកូនកំមុំរបស់ខ្ញុំបានមានអាយុ82ថ្ងៃហើយបាទ82ថ្ងៃហើយបាទកើតនៅថ្ងៃទី8ខែ1បាទលើដល់ខែ3បាទខែ3ឆ្លងចូលដល់ខែ4ថ្ងៃ1ថ្ងៃហ្នឹងចឹងរាប់ទៅឃើញថាវាបាន82ថ្ងៃហើយបាទខែ1ដាច់31ខែ2ដាច់28ខែ3ដាច់31បាទរាប់ទៅចូលថ្ងៃ1ខែ4នេះបាន82ថ្ងៃហើយលើចងឲ្យស៊ីស្មើខ្ចីបាទនៅក្នុងច្បារលក្រីបាទក្នុងទីធ្លាហាងបាទបើមិនចងទេវារត់លេងបាទរត់លេងពេញនឹងបាទជន់តកូនគេនេះបាទតកូនគេដាំសម្រាប់ចែកចាយធ្វើម្ហូបបាទនៅក្នុងហាងស្ទឹងព្រៃប្រោះបាទចំណតឈប់សម្រាប់ស្ទឹងព្រៃប្រោះនេះដំណាំមានតកូនមានពៅមានស្អីផ្សេងបាទវាជាប់ផ្លូវធំនេះបាទបើមិនចងទេឃើញគោគេលែងតាមផ្លូវហ្នឹងមុខទៅរត់ទៅរកគោគេហើយបាទរត់ទៅរកគោគេគឺដល់ដឹងហើយដឹងថាអន្តរាយហើយឃើញឡានទូចឡានធំនេះគាត់ស្វែងតាមដងផ្លូវនេះបើមិនចងទេគឺថាសេតតែម្ដងបាទចឹងចងវាសុវត្ថិភាពលើវាស្គាល់ខ្សែហើយចងទៅវាស៊ីស្មៅនៅស្ងៀមបាទអត់មានរើចឡោតតោតទីងទេដល់ដាក់បលៅអូសខ្សែយូរថ្ងៃហើយចឹងវាស្គាល់ខ្សែហើយយើងអាចដឹកបានយើងអាចចងបានឆ្ងាយវាមេនោះមេវានៅនោះមេវានៅគៀនបងដល់ថ្នោតនោះមេវាបាទសូមមកបញ្ជាក់ចិត្តបាទថ្ងៃព្រលឹមបាទថ្ងៃកូនចង់នៅនេះបាទនេះតកូនរងតកូនគេទុកទៅជ្រោតហើយបាទចង់ឲ្យបោចគៀននេះតាមគុំលក្រីនេះបាទយកគុំបើស្មើខ្ចីចឹងឲ្យវាស៊ីឲ្យវាបោចស៊ីតែមិនបានន័យថាយើងចងចឹងវងាយទេបាទយើងមានពេលវាចងវាឲ្យវានៅមួយមេបើទៅដោះមេថ្ងៃ2ដង3ដងដែរយើងចងបែកពីមេងាយនេះធ្វើឲ្យគូយើងវាអន់បាទវ័យនេះវ័យពេញបើដោះហើយបាទពេញបើដោះវាយើងចងឲ្យស៊ីទៅស្មើអញ្ចឹងវាធ្វើឲ្យគូយើងក្រិនស្មៅគាត់វាបោចទប់ผสมទេបាទវាអត់ទាន់ស៊ីខ្លាំងទេគាត់បោចស៊ីលេងទៅនឹងតែអាហារសំខាន់វាគឺទឹកដោះមេវាទៅ2ខែជាងបាទនៅ8ថ្ងៃទៀតបានគ្រប់3ខែពេញបើយើងរាប់ខែវាចូល3ហើយបាទដល់ថ្ងៃ1ខែ4នេះវាចូល4បើសិនជាយើងរាប់ក្បាលខែតែបើយើងរាប់ថ្ងៃវាអត់ទាន់បាន3ពេញទេនៅ8ថ្ងៃទៀតបាន3ខែពេញ90ថ្ងៃបាទឥឡូវនេះទើបតែបាន82ថ្ងៃតែធំបាទធំខ្ពស់បាទគូតែកើតមុនវាគឺទូជាងវាឥឡូវវាកើតក្រោយគេតែវាធំជាងគេអត់ដោយសារមេវាធំដែរបាទមេវានេះមេវាបាទគង់ដើរស៊ីវាសក់សាច់បាទដោយសារកូនបើពេកនោះខែទាំផងបើសិនជាលែងដូចគោគេនៅស្រុកអ្នកភូមិនេះមិនដឹងជាយ៉ាងម៉េចទេបានសតតែឆ្អឹងឲ្យស្បែកជាយ៉ាងដោយសារឲ្យស៊ីឆ្អិតរងថ្ងៃនៅតែស្រកសាច់មិនរំជើងអត់ថែទាំទៀតដឹងទៅយ៉ាងណាឲ្យស៊ីពីថ្ងៃឲ្យស៊ីស្មៅជ្រៅឲ្យម្សាចំបើងលើងាយតិចបានមានក្លឹបតកួនកាកមនោះសម្បកស្វាយទុំលឹកបាទដាក់ជាមួយទៅតកួនទៅឲ្យស៊ីមកកឆេទៅបាទពេលយប់
បើយើងប៉នវាឲ្យស៊ីស្មៅខ្ចីខ្លះអីខ្លះទៅណាជឿងឹតពេញបោចពេញស៊ីអញ្ចឹងវាអាចកាត់បន្ថយការបើមេវាខ្លះដែរហើយណាបើគូអ្នកស្រុកគូនខ្ចីគេចង់ឲ្យស៊ីតែចំបើងបាទពេលអញ្ចឹងគូនវាមិនសូវល្អទេបាទស៊ីតែចំបើងសុទ្ធយើងចំបើងក៏វាសំខាន់ដែរបាទប៉ុន្តែលាយស្មៅបាទស្មៅស្រស់ 50% ស្មៅក្រៀមចំបើង 50% ទៅឲ្យវាស៊ីពេលខ្លះភាគច្រើនគឺស្មៅខ្ចីបៃតងនេះ 100% តែម្ដងបាទអត់មានស្មៅ 50% ទេពេលខ្លះរបុលអត់បានទៅរក៏ 50% 50% ស្មៅខ្ចី 50% ទៅចំបើង 10% ទៅប៉ុន្តែថ្ងៃនេះចំបើងតែត្រឹម 10% ទេបាទមក 10% ទៅក្រៅពីហ្នឹងស្មៅខ្ចីទាំងអស់មានកតុកបាទមានធ្វើចំបើងផ្អាប់ទៀតបាទបកចំបើងឲ្យស៊ីយប់ពេលខ្លះឲ្យស៊ីពេលព្រឹកពេលខ្លះឲ្យស៊ីជាមួយស្មៅតកួនពេលយប់បាទមកបេហ្នឹងឲ្យស៊ីបាន 4-5 ថ្ងៃដែរចំបើងផ្អាប់កូនក៏ស៊ីមេក៏ស៊ីបាទខែនេះក្តៅណាស់បាទក្តៅមែនទែនតែចង់តាមវាលវាអត់សូវសុខសប្បាយទេបាទពេលណាវាធន់បានធន់ពេលណាដល់វាដំណល់ដល់ដំណាក់កាលដល់វាទប់ជាប់នៅកម្ដៅវាខ្លាយជាឈឺបាទពីគោអ្នកស្រុកបាទងាប់ច្រើនណាស់បាទគោយកទៅចង5ថ្ងៃវងងាយបាទក្តៅជាងដល់កាត់មកស្ទុះផ្លែតហ្នឹងមានអារម្មណ៍ថាក្តៅរំគោគ្នានៅ5ថ្ងៃវងងាយទេតែវាក្តៅយ៉ាងណាវាទ្រាំនឹងបាននឹងកម្ដៅវាទៅជាឈឺខ្លះឈឺចាក់ថ្នាំជាបាល់ជាខ្លះឈឺជាបាល់អត់ជាងាប់ទៅបាទកាត់មួយមកងាប់ពីរមកងាប់ទៅពេលអញ្ចឹងម្ចាស់ថាចិញ្ចឹមគោអត់សមគោសចិញ្ចឹមមិនសមអាក្រហមមិនសមបើតាមខ្ញុំគិតវាសមស៊ីសងលើយើងខែទាំនេះបាទវាគោទៅចងទៅដល់ថ្ងៃវងងាយគូនគោអាយុ2ខែ3ខែនៅជាមួយមេវាចងនោះវាដៅទឹកលេងបានខ្លាយទៅជាឈឺបាទគេជ្រៀងគេច្រូតយូរណាស់ហើយអត់យកទៅចងឲ្យស៊ីគោយកទៅស៊ីអត់ទៅស៊ីចេះប្រឹងស៊ីទេបាទឃើញគោគេចងអាណិតគោគេបាទចាស់គេថាគេមកឲ្យស៊ីឆ្ងាញ់នេះខ្ញុំភ្លុកគោបាទបាក់ថែបាក់មើលទៅយកចងអត់ស៊ីទេយកទីស្មៃច្រូតចំណែកខ្ញុំនេះខុសពីគេបាទខុសពីគេវាទៅចងមែនប៉ុន្តែក៏មើលតែគោអត់ស៊ីយកចេញវិញមានទៅចងឲ្យផុតពីដៃជើងនេះតាមដានវាសញ្ញាគោមឆ្អែតគឺចេញធ្វើការគឺទៅច្រូតបាទនៅទីនេះខែប្រាំងឲ្យអាសាបាទស្មៅមានខៀវបាទស្មៅខ្ចីតាមស្រះតាមអីមិនខ្វះទេបាទស្មៅទៅតាមស្ទុះបាន 2B 3B ណាហើយទៅយើងអាសាតែបើយើងខ្ជិលអានឹងស៊ីចំបើងសុខហើយខ្លះកូននេះរៀលគាត់បើទៅពីមេសឆ្អឹងសុតឆ្អឹងស្បែកអញ្ចឹងទៅគោវាខ្លាចជាជំងឺកាត់កូនមកយើងអត់មើលថែអត់ចាក់ថ្នាំគូមីគូគាត់កូនខ្ចីមកស្គមសឆ្អឹងឲ្យស្បែកកាលវាមកពីការរលាកស្បូនរបស់គោឲ្យស៊ីច្រើនមិនធ្លាប់បាទដូច្នេះយើងចូលអមនេះគោកាត់មកយើងចាក់ថ្នាំវាទៅបាទយើងមិនដឹងយើងមិនចេះយើងសួរគេពេទ្យគេទៅបាទគោកាត់មកទៅចាក់ថ្នាំអីចាក់វីតាមីនកូនកាត់មកប្រហែលខែយើងអាចទម្លាក់សាំអត់មេយើងសួរគេទៅបាទហើយក្នុងពៅស៊ីក្នុងពៅ
vì cho xí làm tôi bao nhiêu tôi xí đi xí sốt màu mình có bay kia mình chui xí chết bạn bay le như này lòng tới pan lan rồi và ở con sôm chùm đi bong ôn mà